ប្រយ័ត្នប្រេះឆារូបថតអាពាហ៍ពិពាហ៍ដាច់ខាតកុំព្យួរតាំងក្នុងទីតាំងទាំង8នេះឲ្យសោះរូបថតអាពាហ៍ពិពាហ៍ជាសញ្ញាល្អនៃស្នេហានិងការរួបរួមជាមួយគ្នាទោះយ៉ាងណាក៏ដោយប្រសិនបើបង្ហាញឬតាំងរូបថតនៅទីតាំងមិនសមស្របអាចនាំឲ្យមានបញ្ហាបានខាងក្រោមនេះជាទីតាំង8ដែលមិនគួរតាំងរូបថតអាពាហ៍ពិពាហ៍1ក្នុងបន្ទប់គេងជំនឿច្រើនជឿថានាំឲ្យមានវិបត្តិនិងការឈ្លោះប្រកែកគ្នា2ជប់ជញ្ជាំងបង្គន់មិនសមស្របទាំងផ្នែកសោភ័ណភាពនិងផ្នែកសាសនាសងខាង3នៅលើជណ្ដើរជាពិសេសជណ្ដើរដើរក្នុងផ្ទះអាចបណ្ដាលឲ្យមានភាពអស្ថិរភាពនៃទំនាក់ទំនង4នៅចំហៀងទ្វារចេញចូលជាទ្រព្យសម្បត្តិគ្មានស្ថិរភាពអាចនាំឲ្យមានការលែងលះ5នៅលើទូរទស្សន៍ឬកុំព្យូទ័រជាប្រភពបង្កការខូចចិត្តនិងអាកប្បកិរិយាមិនល្អក្នុងគ្រួសារ6ក្រោមអំពូលភ្លើងធំជំនឿថានឹងប៉ះពាល់ដល់សុខមាលភាពនិងក្តីសុខក្នុងគ្រួសារ7ក្នុងផ្ទះបាយស្នេហានិងទំនាក់ទំនងអាចផ្លាស់ប្ដូរពីសុភមង្គលទៅជាហាងចិត្ត8នៅជាប់កន្លែងសម្រាកបើឆ្លុះបញ្ចាំងការរស់នៅដែលមិនមានសម្ភារវាអាចធ្វើឲ្យមានការឈ្លោះប្រកែកគ្នាដូច្នេះដើម្បីរក្សាទំនាក់ទំនងស្នេហារបស់អ្នកឲ្យរឹងមាំគួរជ្រើសរើសកន្លែងដែលផ្ដល់អារម្មណ៍សុខសាន្តនិងបណ្ដុះបណ្ដាលអានុភាពវិជ្ជានៃស្នេហា